វតតបានសាងកុសលបែបណាទើបបានជាបច្ចេកពុទ្ធក្នុងការព្យាកររបស់ព្រះពុទ្ធព្រោះបើសពថ្ងៃទេវតតនៅអបាយភូមិនៅឡើយទេវតតមុនពីអសង្ខ័យមកហើយពីមុនមកលោកសាងពីអសង្ខ័យមកហើយតាប៉ុន្តែដរាបណានៅជាបឋិជនបុណ្យពីអសង្ខ័យក៏ដោយហើយសន្សំអាចិតចង្អៀតចង្អល់នឹងមកជាមួយព្រះតាំងពីដើមមកផងហ្នឹងបាបហ្នឹងក៏វាជាបច្ច័យឲ្យមកធ្វើកម្មអាក្រក់ចឹងទៅណាចឹងបានថាធៀបចំណែនគេការមើងងាយការការតោះជាមួយគេហ្នឹងมันគួរសន្សំទេបងប្អូនហើយវាអត់មានបានទៅគេទេបានតែខ្លួនឯងនេះទេវតតហ្នឹងតាមធ្វើបាបព្រះអង្គជន់ឈ្លីព្រះអង្គច្រើនជាតិមកហើយប៉ុន្តែក្នុងនោះក៏លោកធ្វើបុណ្យដែរជាតិខ្លះមិនមែនជួបតែព្រះអង្គរហូតទេជាតិដែលមិនជួបព្រះអង្គធ្វើបុណ្យណានៃដែរហ្នឹងមនុស្សល្អដែរប៉ុន្តែមានពៀជាមួយព្រះអង្គជួបព្រះអង្គហើយព្រះអង្គធ្វើល្អប៉ុណ្ណាក៏នៅតែទាស់ជាមួយនឹងព្រះអង្គនៅតែអញ្ចឹងអាចិត្តខឹងចិត្តស្អប់ហ្នឹងមិនមែនខឹងហើយខឹងហីទេណាសន្សំជាពីវេរាទីបំផុតហ្នឹងវិលស៊ីកម្មតែខ្លួនឯងណាអត់មានចំណេញទេរឿងទៅខឹងទៅគុំទៅគួនទៅធ្វើបាបអ្នកដទៃហ្នឹងគឺថាអត់មានបានទៅណាទេព្រះអង្គថាកម្មហ្នឹងអ្នកតាំងមេត្តាអ្នកតាំងបេតាអ្នកតាំងអមច្ចាកម្មគ្មានពីណាធ្វើឲ្យទេបាទអញ្ចឹងមិនមែនទេវតតហ្នឹងទៅធ្វើបន់ក្នុងនរកទេមិនមែនទេចង់បញ្ជាក់បន្តិចទៅថាទេវតតបន់គ្រប់ហើយឃើញឈានលោកចម្រើនបន្តិចបានហ្នឹងមានរិទ្ធមានអីទៅសម្ដែងប្រាប់ជាសតៈហ្នឹងដោយសារបន់លោកច្រើនណាស់ហ្នឹងហើយតែរបៀបអញ្ចេះរបៀបថាដូចមនុស្សរស់ស៊ីមានបានទ្របរាប់លានហើយអញ្ចឹងប៉ុន្តែទៅប្រព្រឹត្តបទអក្រិតផ្លេតអញ្ចឹងណាបទអក្រិតផ្សេងអញ្ចឹងទៅជាប់ទោសសិនប៉ុន្តែទ្របគាត់មានទៅណាទ្របនៅដែរចេញមកវិញប្រើប្រាស់ទ្រព្យសម្បត្តិនឹងវិញហើយតម្រង់ផ្លូវតែបន្តិចមានស្រាប់តែទ្រព្យមានស្រាប់តែមានទ្រព្យទៅណាអញ្ចឹងឧទាហរណ៍ថាគាត់មានលុយឡើង$100 លានតែគាត់ធ្វើកំហុសអីមួយវាមិនពាក់ព័ន្ធនឹងអស់លុយកាក់ហ្នឹងទេទៅបៀតបៀនគេទៅវាយដំគេអញ្ចឹងគេចាប់ដាក់គុកទៅគេទាសំណងខ្លះអីចឹងទៅតែលុយ$100 លានគាត់ហ្នឹងមានទៅណាចេញពីគុកមកវិញអ្នកមានដែរហើយបើទៅតម្រង់ធ្វើល្អតែបន្តិចក៏សម្រេចគោលដៅរបស់គាត់ដែរអញ្ចឹងណាឧទាហរណ៍អញ្ចឹងបុណ្យទេវតតហ្នឹងមិនមែនបុណ្យសាងតទៅមុខទៀតច្រើនទេគឺកន្លងហើយនឹងពីអសង្ខ័យមកហើយអញ្ចឹងបានថាព្រះអង្គប្រើពាក្យមួយម៉ាត់ថាកុំប្រមាទហ្នឹងណាកុំធ្វើប្រហែសបុណ្យដែលត្រូវតាមពិតបុណ្យទេវតតច្រើនជាងមុខលានទៀតច្រើនជាងព្រះសារីបុត្រទៀតសារីបុត្របានតែមួយអសង្ខ័យទេមួយអសង្ខ័យមួយសែនកាប់ទេរីឯព្រះទេវតតនោះពីអសង្ខ័យមកហើយប៉ុន្តែការចំណែនការអីហ្នឹងវាមកលុបមកបាំងរាំងបនហ្នឹងវាមិនឲ្យផលទៅជាធ្វើកម្មធ្ងន់ចឹងទៅហ្នឹងហើយឃើញថារាល់អកុសលធម៌ទាំងឡាយដែលយើងធ្វើទៅលើអ្នកដទៃបងប្អូនត្រូវដឹងថាគ្មានអ្នកដទៃណាទទួលជំនួសយើងទេយើងនឹងឯងពាក្យជេរពាក្យប្រមាថការទៀនអីទាំងអស់បើយើងជាពុទ្ធបរិស័ទសិក្សាមើលទៅដែលបុគ្គលណាជេរឲ្យពាក្យជេរនឹងធ្លាក់ទៅលើបុគ្គលជេរនោះអត់ទេវាធ្លាក់មកតែខ្លួនឯងហ្នឹងអំពើវាយប្រហារធ្វើបាបគេអីក៏ដោយនៅពេលដែលវាឲ្យផលមានបានធ្លាក់ទៅលើគេអីធ្លាក់តែមកលើតែខ្លួនឯងហ្នឹងហើយច្បាស់រឿងហ្នឹងទៅបងប្អូនមិនទៅព្រួយបារម្ភអីហ្នឹងមនុស្សមនីអាក្រក់ល្អអីហ្នឹងជារឿងធម្មតាឃើញទេរឿងដែលគួរព្រួយហ្នឹងគឺបាបអកុសលនៅក្នុងចិត្តរបស់យើងម្នាក់ឯនេះដែលគួរព្រួយគួរភ័យមិនមែនបាបអ្នកដទៃរុញយើងឲ្យធ្លាក់នរកទេគ្មានទេរកវិធីគិតត្រូវតែបន្តិចហ្នឹងបងប្អូនអាចរស់នៅល្មមទុកហ្នឹងក៏ទុកល្មមតាមការប្រព្រឹត្តទៅនៃខណ្ឌធម្មតាវាមិនមែនថាសុកណាស់ទេខណ្ឌហ្នឹងវាកើតមកវាចាស់វាឈឺវាស្លាប់វាព្រាត់ប្រាសអីធម្មតាអញ្ចឹងក៏ប៉ុន្តែវាមិនបន្ថែមការច្បុកច្បល់បន្ថែមទៅព្រួយបារម្ភអារឿងគេមើលមកយើងល្មិចថ្ងៃហ្នឹងយើងព្រួយអាគេមើលមកយើងល្មិចហ្នឹងតែយើងបារម្ភណាស់ហ្នឹងគឺព្រួយអាគេមើលមកយើងល្មិចហ្នឹង
មិនសូវបានបដោតថាតើអំពើដែលធ្វើទៅដោយកាយដោយវាចាដោយចិត្តហ្នឹងវាប្រព្រឹត្តទៅជាកុសលឬអកុសលយ៉ាងម៉េចទេគឺខ្លាចអាគេមើលមកអាម៉េចហ្នឹងខ្លាចអាបាត់បង់កិត្តិយសខ្លាចអាបាត់បង់គេឈ្មោះខ្លាចខ្លាចនេះខ្លាចនោះច្រើនណាស់សត្វលោកយើងបានទៅជា depression ច្រើនហ្នឹងខ្លាចអញ្ចឹងថាដូចអ្នកខាតចំនួនខាតអីវាមិនមែនកើតទុកព្រោះតែខាតឲ្យត្រូវសងគេណាទៅខាតខ្លាចគេមើលងាយទៅទៀតនោះអាពិបាកចិត្តមែនទៅខ្លាចអារឿងគេមើលងាយខ្លាចគេមើលមកអញហ្នឹងវាអន់ចេះអន់ចុះនោះខ្លាចច្រើនរឿងណាអញ្ចឹងបើវាសំតែ stress សំតែកើតរោគបាក់ទឹកចិត្តហ្នឹងដោយសារអីដោយសារបារម្ភអញពីមុនហ្នឹងវាហឺហាធ្លាប់តែពាក់ពេជ្រធ្លាប់តែឡានតំណើបឥឡូវហ្នឹងវារកចំណូលអីមិនបានវាមិនសូវខ្វល់អារឿងត្រូវសងគេនោះមែនខ្វល់អារឿងខ្លាចគេដឹងថាអញអត់ហ្នឹងអាហ្នឹងកាន់តែខ្លាចមែនតើមកឃើញសិតតែព្រួយរឿងនឹងត្រូវព្រួយធ្ងន់ណាកន្លែងហ្នឹងធ្ងន់ណាអញ្ចឹងបាននៅក្នុងនោះព្រះអង្គត្រាស់ពីកិរិយាបន្ទាបខ្លួនណានិវាតោកិរិយាប្រព្រឹត្តបន្ទាបខ្លួនជាមង្គលដល់ឧត្តមអាហ្នឹងផ្ទុយនឹងអីអាប្រព្រឹត្តបន្ទាបហ្នឹងគឺផ្ទុយនឹងការអួតអាងផ្ទុយនឹងការលើកកម្ពស់ខ្លួនឯងមើលងាយអ្នកដទៃហ្នឹងអាលើកខ្ពស់ខ្លួនឯងហ្នឹងអីចាស់ថាលើកចង្អេជិះចង្អេលើកខ្លួនឯងវាមិនរួយទេជិះចង្អេល្មមទេតែជិះកថោលើកខ្លួនឯងទេអាហ្នឹងកាន់តែវោហ្នឹងហើយប្រឡាក់អស់បើសិនជាយើងមិនធ្លាប់លើកតម្កើងខ្លួនមិនធ្លាប់មើលងាយអ្នកដទៃទេវាមិនពិបាកចិត្តអីនឹងត្រូវការពារកិត្តិយសនឹងល្មិចណានៅក្នុងបទសូត្រមួយព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយបើអ្នកទាំងឡាយចង់ប្រព្រឹត្តលឿនប្រព្រឹត្តលះអ្នកត្រូវលះបង់របស់ពីរទី1លាភសក្ការៈទី2ត្រូវលះបង់ការសរសើរអកិត្តិយសគេឈ្មោះអាការសរសើរហ្នឹងត្រូវលះបង់អាហ្នឹងមួយទៀតតែជាពាក់អានោះណាទៅមុខរួចទេបដិបត្តិធម៌ក៏ដោយញ៉េឧទាហរណ៍ដូចអ្នកខ្លះទៅព្រឿងហ្នឹងមកស្ដាប់ធម៌គេថាឲ្យបន្តិចបាត់មុខឥឡូវវាជាប់កិត្តិយសនោះខ្មាស់គេថាដូនជីនោះខ្មាស់គេថាស្អីនោះអាហ្នឹងធ្វើឲ្យដំណើរនៃការយល់ត្រូវរបស់យើងហ្នឹងត្រូវរាំងស្ទះដោយសារតែខ្លាចតែគេថាអញ្ចឹងខ្លាចតែគេថាអញ្ចឹងហ្នឹងអត់ព្រមខ្លាចថាអញធ្វើអញ្ចឹងហ្នឹងវាចម្រើនកុសលឬអកុសលអត់ខ្លាចអានោះអត់ខ្លាចអានោះអញ្ចឹងមកស្អីក៏មិនច្បាស់ដែរលឹបលោមើលទៅដូចជ្រះថ្លាយូរបាត់ឈឹងអីចឹងតែអាហ្នឹងលឹបលោខ្លាចទៅមាត់គេថាហ្នឹងឯងដូចខ្ញុំនៅអង្គុយនិយាយឲ្យបងប្អូនហ្នឹងបើខ្ញុំខ្លាចគេថាហ្នឹងនិយាយមិនកើតទេបងនិយាយមិនកើតតែណាខ្លះគេថាឲ្យច្រើនជាងខ្ញុំហ្នឹងហើយតែរឿងគេថារឿងរបស់គេមិនរឿងរបស់ខ្ញុំណារឿងខ្ញុំនិយាយបាទរឿងរបស់ខ្ញុំត្រូវពិនិត្យមើលតើពាក្យណាគួរនិយាយពាក្យណាមិនគួរនិយាយឲ្យបាត់ដេកឃើញទេព្រឹកឡើងត្រូវធ្វើការឲ្យធ្វើទៀតមានពេលវេលាឡាយទៀតអាហ្នឹងការងាររបស់ខ្ញុំត្រូវធ្វើការងាររបស់ខ្ញុំមិនមែនទៅពិនិត្យមើលណានិយាយអីណានិយាយអត់ទេអត់ទៅមើលអាហ្នឹងឯងគេនិយាយព្រោះគេចង់និយាយមនុស្សមកពិភពលោកមិនខ្វះមនុស្សនិយាយទេធ្វើម៉េចក៏គេនិយាយដែរ